សួស្តី fan ជាទីស្រឡាញ់ទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីការមកកាន់នៅ channel របស់ admin នៅថ្ងៃនេះ admin ណាក៏មកបន្តរឿងរបស់យើងផ្ដើមស្នេហ៍នារដូវក្តៅភាគទី6ជាបន្តទៀតណាចឹងឥឡូវនេះកុំឲ្យខាតពេលវេលារបស់យើងយូរតោះទស្សនាជាមួយនឹង admin ទាំងអស់គ្នាកាលពីនៅភាគមុនតួស្រីរបស់យើងហើយនឹងស៊ីសែវពួកគេក៏បានលបចូលមកក្នុងផ្ទះហើយពួកគេទាំងពីរនាក់ក៏បានរកឃើញគំនិតមួយដើម្បីបណ្ដេញឲ្យអ្នកទិញផ្ទះត្រឡប់ទៅវិញអីចឹងទៅក្រោយមកទៀតតួស្រីរបស់យើងហើយនឹងស៊ីសែវពួកគេក៏បានបែកផ្លូវគ្នាដើម្បីទៅធ្វើកិច្ចការរៀងៗខ្លួនអីចឹងទៅណាចំណែកឯអ្នកស្រីលីងវិញគាត់ក៏បាននាំអតិថិជនដើរមើលនៅក្នុងផ្ទះឯខាងស៊ីសែវឯណោះវិញគេក៏បានចូលមកបន្ទប់គូគំនូររបស់គេហើយគេក៏បាននឹកឃើញគំនិតថ្មីមួយដើម្បីបន្លាចអ្នកទិញផ្ទះអីចឹងទៅឯខាងអ្នកស្រីលីងឯនេះវិញគាត់ក៏បាននាំអតិថិជនមកមើលនៅក្រៅផ្ទះតែពេលនឹងដែរគាត់ក៏បានឃើញដានជើងរបស់ស៊ីសែវហើយនឹងតួស្រីរបស់យើងជាហេតុធ្វើឲ្យគាត់ក៏បានដឹងថាពួកគេទាំងពីរគឺកំពុងទៅនៅក្នុងផ្ទះអីចឹងទៅណារីឯខាងតួស្រីរបស់យើងឯណោះវិញនាងក៏បានឡើងមកជាន់លើហើយនាងក៏បានចូលទៅក្នុងបន្ទប់របស់ស៊ីសែវផងដែរពេលហ្នឹងតួស្រីរបស់យើងនាងក៏បានឃើញរូបគំនូរជាច្រើននៅក្នុងបន្ទប់ហ្នឹងតែនាងក៏មិនបានចាប់អារម្មណ៍អ្វីច្រើននោះទេហើយនាងក៏បានធ្វើកិច្ចការរបស់នាងតែម្ដងទៅជាមួយគ្នានឹងដែរខាងស៊ីសែវគេក៏បានបិទកងតាក់ភ្លើងជាហេតុធ្វើឲ្យអ្នកទិញផ្ទះពិតជាមានការងឿនឆ្ងល់យ៉ាងខ្លាំងមិនបានជានៅសុកភ្លើងវាដាច់អញ្ចឹងប៉ុន្តែអ្នកស្រីលីងគាត់ក៏បានប្រាប់ថាប្រហែលជាដល់ថ្ងៃបង់ភ្លើងអីអញ្ចឹងទៅណាហើយណាមួយទៀតផ្ទះនេះគឺទុកចោលអត់សូវមានអ្នកនៅនោះទេប៉ុន្តែអ្នកទិញផ្ទះគាត់មិនគិតអញ្ចឹងឡើយព្រោះអីមើលទៅក្នុងទូត្រីគឺនៅមានភ្លើងនៅឡើយអញ្ចឹងបានន័យថាផ្ទះនេះប្រកាសជាមានបញ្ហាអ្វីមួយជាមិនខានស្រាប់តែពេលនឹងដែរខាងតួស្រីរបស់យើងនាងក៏បានជិះព្យ៉ាណូបន្លាយទៅកាន់អ្នកទិញផ្ទះជាហេតុធ្វើឲ្យអ្នកទិញផ្ទះក៏បានសួរទៅកាន់អ្នកស្រីលីងថាតើនៅជាន់លើមានមនុស្សនៅមែនទេប៉ុន្តែអ្នកស្រីលីងក៏បានប្រាប់ថាអត់មាននោះទេស្រាប់តែពេលនឹងដែរតួស្រីរបស់យើងនាងក៏បានគោះទៅលើក្តារកាន់តែធ្វើឲ្យអ្នកទិញផ្ទះគាត់ពិតជាមានអារម្មណ៍ថាខ្លាចយ៉ាងខ្លាំងហើយគាត់ក៏បានគិតថាផ្ទះមួយនេះគឺមានខ្មោចអីអញ្ចឹងទៅក្រោយមកទៀតអ្នកទិញផ្ទះគាត់ក៏បំរុងនឹងត្រឡប់ទៅវិញប៉ុន្តែពេលនឹងដែរគាត់ក៏បានឃើញស្នាមម្រាមដៃនៅជាប់នឹងមាត់ទ្វារជាហេតុធ្វើឲ្យគាត់នឹង agency ពិតជាមានការភ្ញាក់ផ្អើលមែនតែនហើយពួកគេទាំងពីរក៏បានគិតថាច្បាស់ជាមានខ្មោចលងអីអញ្ចឹងទៅនៅពេលឃើញបែបនេះអ្នកទិញផ្ទះហើយនឹង agency ពួកគេទាំងពីរនេះក៏ប្រញាប់ចាក់ចេញយ៉ាងលឿនផងដែរចំណែកឯអ្នកស្រីលីងវិញគាត់ក៏បានចាក់ចេញដូចគ្នាលុះពេលគ្រប់គ្នាចេញអស់ណាតួស្រីរបស់យើងហើយនឹងស៊ីសែវពួកគេក៏បានចេញមកវិញហើយតួស្រីរបស់យើងនាងក៏បានសរសើរទៅកាន់ស៊ីសែវអីអញ្ចឹងទៅដែលចេះរកវិធីឃើញអីអញ្ចឹងណាចំណែកឯស៊ីសែវវិញគេក៏បានសរសើរទៅកាន់តួស្រីរបស់យើងដូចគ្នាពេលនឹងដែរតួស្រីរបស់យើងនាងក៏បានឃើញគំនូរជាច្រើននៅក្នុងបន្ទប់ហើយនាងក៏បានសួរទៅកាន់ស៊ីសែវថាតើគំនូរទាំងអស់ហ្នឹងលោកគូមែនទេទើបស៊ីសែវគេក៏បានប្រាប់ថាគេគឺជាអ្នកគូនឹងឯងតួស្រីស្ដាប់ហើយនាងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនាងមិននឹកស្មានថាស៊ីសែវគេចេះគូគំនូរសោះប៉ុន្តែពេលហ្នឹងតួស្រីរបស់យើងនាងក៏បានងាកឃើញគំនូរដើមឈើដែលស៊ីសែវបានគូទើបស៊ីសែវគេក៏បានប្រាប់ថាគឺគេគូវាកាលពីលើកមុនអីអញ្ចឹងទៅណានៅពេលលើបែបនេះតួស្រីរបស់យើងនាងក៏បានបោកសន្លឹកគំនូរមើលបន្តទៀតហើយនាងក៏បានឃើញគំនូរមួយស្តៀងនឹងគំនូរដែលនាងបានឃើញនៅក្នុងបន្ទប់ទើបតួស្រីរបស់យើងនាងក៏បានប្រាប់ទៅកាន់ស៊ីសែវថាពេលដែលខ្ញុំចូលទៅកាន់បន្ទប់របស់លោកខ្ញុំបានឃើញគំនូរមួយហ្នឹងគ្រាន់តែលឿនចឹងភ្លាមស៊ីសែវគេពិតជាខឹងយ៉ាងខ្លាំងហើយគេក៏បានសួរទៅកាន់នាងថាតើអ្នកណាឲ្យនាងចូលប៉ុន្តែតួស្រីក៏បានប្រាប់ថាគឺមុនហ្នឹងខ្ញុំច្រឡំចូលតែប៉ុណ្ណោះហើយខ្ញុំក៏អត់ដឹងថាបន្ទប់ហ្នឹងគឺជាបន្ទប់របស់លោកនោះដែរយ៉ាងណាមិញស៊ីសែវគេនៅតែខឹងតួស្រីរបស់យើងហើយគេក៏បានដេញឲ្យតួស្រីរបស់យើងនឹងត្រឡប់ទៅវិញអីអញ្ចឹងទៅនៅពេលលើបែបនេះតួស្រីនាងក៏បានសុំទោសទៅកាន់ស៊ីសែវហើយនាងក៏សុំលាស៊ីសែវត្រឡប់ទៅវិញផងដែរលុះពេលតួស្រីរបស់យើងចេញមកដល់ខាងក្រៅនាងក៏បានឃើញអ្នកស្រីលីងកំពុងតែរងចាំនាងហើយគាត់ក៏បាននិយាយសួស្ដីទៅកាន់នាងអីអញ្ចឹងទៅក្រោយមកទៀតអ្នកស្រីលីងគាត់ក៏បានហៅតួស្រីរបស់យើងហ្នឹងមកនិយាយគ្នាហើយគាត់ក៏បានសួរទៅកាន់នាងថាក្រែងកាលពីមុននាងសន្យាថានាងមិនពាក់ព័ន្ធជាមួយស៊ីសែវមែនទេចុះហេតុអ្វីបានជាពេលនេះនាងពាក់ព័ន្ធជាមួយគេអញ្ចឹងតើនាងមិនចាំសន្យាដែលនាងបានសន្យាទេអីប៉ុន្តែតួស្រីរបស់យើងនាងក៏បានប្រាប់ថាខ្ញុំហើយនឹងស៊ីសែវគឺជាមិត្តនឹងគ្នាតែប៉ុណ្ណោះហើយខ្ញុំក៏មិនបានប្រាប់គេអំពីរឿងរបស់ពួកយើងនោះដែរប៉ុន្តែអ្នកស្រីលីងគាត់មិនចង់ឲ្យតួស្រីរបស់យើងនឹងស្និទ្ធស្នាលជាមួយនឹងស៊ីសែវនោះឡើយហើយគាត់ក៏បានបង្ខំឲ្យតួស្រីរបស់យើងនឹងឈប់តាក់ទងជាមួយស៊ីសែវអីអញ្ចឹងទៅបើសិនជាតួស្រីរបស់យើងមិនឈប់ទេនោះអញ្ចឹងកុំបន្តថាគាត់មិនចេញថ្លៃព្យាបាលលោកយាយឲ្យសោះហើយគាត់ក៏បានសួរតួស្រីរបស់យើងអំពីការប្រឡងអីអញ្ចឹងទៅតែតួស្រីនាងក៏បានប្រាប់ថាខ្ញុំមិនបានចូលប្រឡងនោះទេក៏ព្រោះតែនៅថ្ងៃនោះលោកយាយគាត់បានដួលសន្លប់ដោយសារតែជំងឺកាំងបេះដូងអីអញ្ចឹងទៅណាអ្នកស្រីលីងស្ដាប់ហើយគាត់ដូចជាគ្មានការបារម្ភអំពីលោកយាយឡើយហើយគាត់បែរជានិយាយថាគ្រប់យ៉ាងគឺជាជោគវាសនាអីអញ្ចឹងទៅតួស្រីស្ដាប់ហើយនាងពិតជាមានការខកចិត្តយ៉ាងខ្លាំងហើយនាងក៏បានសួរទៅកាន់គាត់អំពីប្រាថ្នារ៉ាប់រងពុករបស់នាង
ប៉ុន្តែអ្នកស្រីលីងក៏បានប្រាប់ថាប្រាក់ទាំងអស់ហ្នឹងមិនមែនជារបស់នាងនោះឡើយវាគឺជាប្រាក់របស់គាត់តែប៉ុណ្ណោះអញ្ចឹងតួស្រីរបស់យើងគ្មានចំណែកអ្វីទាំងអស់តួស្រីស្ដាប់ហើយនាងក៏គ្មានអ្វីដើម្បីតវ៉ានោះដែរហើយពេលនឹងដែរអ្នកស្រីលីងគាត់ក៏បានប្រកល់ប្រាក់ជាច្រើនឲ្យតួស្រីរបស់យើងនិងប្រាប់ទៅកាន់នាងថាឲ្យនាងយកប្រាក់ហ្នឹងទៅព្យាបាលលោកយាយទៅប៉ុន្តែគាត់ហាមមិនឲ្យតួស្រីរបស់យើងហ្នឹងតាក់ទងជាមួយស៊ីស្រាវទៀតទេហើយត្រូវនៅឲ្យឆ្ងាយពីស៊ីស្រាវអីអញ្ចឹងទៅណាកំឡុងពេលនិយាយគ្នាគាត់ស្ដាប់តែស៊ីស្រាវគេក៏បានខលមកប៉ុន្តែតួស្រីរបស់យើងនាងមិនលើកនោះឡើយហើយនាងក៏ជិះបិទតែម្ដងទៅនៅពេលឃើញបែបនេះអ្នកស្រីលៀងគាត់ក៏បានប្រកល់ប្រាក់ឲ្យទៅកាន់តួស្រីរបស់យើងតែគាត់ក៏បានសួរទៅកាន់នាងថាតើនាងមានអ្វីដើម្បីឲ្យគាត់ទុកចិត្តដែរឬអត់ប៉ុន្តែយើងមិនទាន់ដឹងថាតើតួស្រីរបស់យើងនឹងឆ្លើយបែបណានោះឡើយហើយសាច់រឿងរបស់យើងក៏បានកាត់ទៅមើលខាងស៊ីស្រាវវិញម្ដងពេលនេះស៊ីស្រាវគេមានអារម្មណ៍ថាខុសចំពោះតួស្រីរបស់យើងអីចឹងទៅហើយគេក៏បានយកទូរស័ព្ទឆាតទៅតួស្រីរបស់យើងផងដែរចំណែកឯខាងតួស្រីរបស់យើងវិញនាងក៏បានមកដល់ផ្ទះដូចគ្នាតែនាងក៏បាននឹកឃើញដល់អ្វីដែលនាងបាននិយាយជាមួយនឹងអ្នកស្រីលីងមុននឹងអីចឹងទៅដោយមុននឹងតួស្រីរបស់យើងនាងបានទទួលប្រាក់ពីអ្នកស្រីលីងប៉ុន្តែអ្នកស្រីលីងគាត់ក៏បានឲ្យតួស្រីរបស់យើងប្លុកស៊ីស្រាវចោលអីចឹងទៅហើយពេលនឹងដែរតួស្រីរបស់យើងនាងក៏បានប្លុកគេចោលព្រោះតែនាងត្រូវការប្រាក់ដើម្បីព្យាបាលលោកយាយយ៉ក្រោយពេលនឹកឃើញរឿងនឹងរួចហើយតួស្រីរបស់យើងនាងក៏បានសុំទោសទៅកាន់ស៊ីស្រាវផងដែរចំណែកឯខាងស៊ីស្រាវឯនោះវិញណាគេក៏បានផ្ញើសារមកកាន់តួស្រីរបស់យើងប៉ុន្តែពេលដែលគេផ្ញើមកគឺមិនចូលនោះឡើយហើយវាក៏បានលុតសញ្ញាក្រហមអីចឹងទៅគ្រាន់តែឃើញអញ្ចឹងភ្លាមស៊ីស្រាវគេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគេមិននឹកស្មានថាហេតុអ្វីបានជាតួស្រីរបស់យើងប្លុកគេចោលអញ្ចឹងសោះលុះស្អែកបន្ទាប់ស៊ីស្រាវគេក៏បានមកជួបជាមួយនឹងលោកតារបស់គេហើយពេលនឹងដែរប៉ារបស់គេហើយនឹងអ្នកស្រីលីងក៏បាននៅទីនឹងដូចគ្នាគ្រាន់តែឃើញមុខរបស់ស៊ីស្រាវភ្លាមលោកតាក៏បានថាឲ្យគេពីរឿងដែលគេទៅកាន់បរទេសអីអញ្ចឹងទៅតែស៊ីស្រាវគេបានជានិយាយឌឺទៅកាន់លោកតាថាខ្ញុំដឹងខុសហើយលោកតាខ្ញុំដឹងខុសត្រង់ថាខ្ញុំមិនគួរណាត្រឡប់មកវិញសោះខ្ញុំគួរតែខំប្រាប់លោកតានៅពេលដែលខ្ញុំទៅដល់ទីនោះទៅត្រូវនៅពេលឮបែបនេះណាលោកតារបស់ស៊ីស្រាវពិតជាខឹងមែនតែនហើយគាត់ក៏បាននិយាយទៅកាន់ស៊ីស្រាវថាគ្រប់រឿងទាំងអស់វាគ្រាន់តែជាចំនួននៅក្នុងគ្រួសារតែប៉ុណ្ណោះវាមិនមែនជារឿងធំដុំឯណាចាំបាច់អីចៅទៅកាន់បរទេសធ្វើអីទៅហើយចៅកុំបារម្ភអីមានតានៅគ្រប់ត្រូវឯងចំណិចតាប៉ុន្តែស៊ីស្រាវគេក៏បាននិយាយទៅវិញថាលោកតាបានគ្រប់គ្រងខ្ញុំពិតមែនប៉ុន្តែមនុស្សខ្លះគេមិនគ្រប់គ្រងខ្ញុំនោះឡើយនៅពេលឮបែបនេះប៉ារបស់ស៊ីស្រាវក៏បាននិយាយទៅវិញថាឯងបានចាក់ជែងដោយមិនប្រាប់មួយម៉ាត់អញ្ចឹងតើអ្នកណាគេទៅគ្រប់គ្រងឯងទៅស៊ីស្រាវស្ដាប់ហើយគេក៏បាននិយាយទៅកាន់លោកតារបស់គេថាគេចង់និយាយជាមួយប៉ារបស់គេតែពីរនាក់អីអញ្ចឹងទៅអញ្ចឹងគេចង់ឲ្យលោកតាហើយនិងអ្នកស្រីលីងចេញទៅក្រៅបានអត់នៅពេលឮបែបនេះលោកតាគាត់ក៏បានយល់ព្រមតែមុននឹងគាត់ចេញទៅក្រៅគាត់ក៏បានព្រមានទៅកាន់គ្រប់គ្នាថាអ្នកណាក៏ដោយគឺហាមមិនឲ្យប៉ះពាល់ផ្ទះរបស់ស៊ីស្រាវជាដាច់ខាតព្រោះអីផ្ទះមួយហ្នឹងគឺជាទ្រព្យសម្បត្តិរបស់ម្ដាយស៊ីស្រាវអីអញ្ចឹងទៅគ្រប់គ្នាឮហើយក៏មិនហ៊ានជំទាស់តវ៉ាអីនោះដែរហើយក្រោយមកទៀតលោកតាគាត់ក៏បានដើរចេញទៅក្រៅតែម្ដងទៅរីឯអ្នកស្រីលីងវិញគាត់ក៏បានទៅតាមលោកតាដូចគ្នាលុះពេលលោកតាទៅបាត់ស៊ីស្រាវគេក៏បានសួរទៅកាន់ប៉ារបស់គេថាហេតុអ្វីបានជាគាត់យកគំនូររបស់គេអញ្ចឹងទើបប៉ារបស់គេក៏បានប្រាប់ថាប៉ុន្មានថ្ងៃទៀតនេះគឺដល់ថ្ងៃប្រពខួបលើកទី40របស់ក្រុមហ៊ុនឡានជាអីអញ្ចឹងទៅហើយក៏មានរៀបចំពិធីជប់លៀងបែបលក្ខណៈគ្រួសារផងដែរមិនតែប៉ុណ្ណោះដៃគូអាជីវកម្មជាច្រើនណាពួកគេក៏មកចូលរួមដូចគ្នាអញ្ចឹងគាត់ចង់ឲ្យស៊ីស្រាវហ្នឹងមកចូលរួមនៅថ្ងៃហ្នឹងផងហើយរឿងដែលគាត់យកគំនូរមកហ្នឹងគឺគាត់ចង់យកគំនូរហ្នឹងមកដាក់តាំងនៅក្នុងផ្ទះចាំពេលចាប់កម្មវិធីហើយគាត់នឹងប្រកល់វាឲ្យស៊ីស្រាវវិញអីអញ្ចឹងទៅលើសពីនឹងទៀតគាត់ក៏បានប្រាប់ទៅកាន់ស៊ីស្រាវថាត្រូវទៅឲ្យស៊ីស្រាវសុំទោសទៅកាន់មនុស្សម្នាក់ផងដែរដោយសារតែការទៅលើកមុនស៊ីស្រាវគេបានបង្កបញ្ហាហើយមនុស្សម្នាក់ហ្នឹងគឺជាវិនហួយនឹងឯងព្រោះអីរាល់ថ្ងៃនេះប៉ារបស់វិនហួយគឺជាដៃគូអាជីវកម្មជាមួយគាត់អញ្ចឹងគាត់មិនចង់ឲ្យស៊ីស្រាវមានរឿងជាមួយនឹងវិនហួយនោះឡើយស៊ីស្រាវស្ដាប់ហើយគេក៏បានយល់ព្រមប៉ុន្តែគេក៏មានលក្ខខណ្ឌមួយទៅកាន់គាត់អីអញ្ចឹងទៅដោយលក្ខខណ្ឌមួយនោះគឺគេហាមមិនឲ្យប៉ារបស់គេប៉ះពាល់ផ្ទះរបស់ម៉ាក់គេអីអញ្ចឹងទៅណាប៉ារបស់គេស្ដាប់ហើយគាត់ក៏បានយល់ព្រមហើយគាត់ក៏បាននិយាយថាគាត់មិនបានចង់ដួកវានោះទេគាត់ធ្វើបែបនេះគឺគ្រាន់តែចង់ហៅស៊ីស្រាវឲ្យត្រឡប់មកវិញតែប៉ុណ្ណោះស៊ីស្រាវស្ដាប់ហើយគេក៏មិនតបអីនោះដែរហើយគេក៏បានដើរចេញតែម្ដងទៅកាត់ទៅមើលខាងតួស្រីរបស់យើងឯណោះវិញពេលនេះនាងកំពុងតែរៀបចំអីវ៉ាន់របស់នាងពេលនឹងដែរតួស្រីរបស់យើងនាងក៏បានធ្វើឲ្យប្រអប់មួយធ្លាក់ចុះមកក្រោមដោយឃើញបែបនេះតួស្រីរបស់យើងនាងក៏បានលើកប្រអប់នឹងឡើងប៉ុន្តែពេលនឹងដែរនាងក៏បានឃើញกระดาษធានារ៉ាប់រងរបស់ប៉ានាងនៅក្នុងប្រអប់នឹងតួស្រីឃើញហើយនាងក៏បានយកវាមកមើលផងដែរគ្រាន់តែមើលចាប់ភ្លាមណាតួស្រីរបស់យើងនាងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែក្នុងกระดาษធានារ៉ាប់រងហ្នឹងគឺប៉ារបស់នាងបានទុកប្រាក់ធានារ៉ាប់រងអស់ឲ្យតួស្រីរបស់យើងប៉ុន្តែបាជាម៉ាក់របស់នាងយកវាទាំងអស់ទៅវិញហើយគាត់បាជានិយាយថាប៉ារបស់នាងបានទុកប្រាក់ធានារ៉ាប់រងហ្នឹងឲ្យគាត់អីអញ្ចឹងទៅណាប៉ុន្តែតាមពិតទៅប្រាក់ធានារ៉ាប់រ
ងទាំងអស់គឺប៉ារបស់តួស្រីយើងគាត់ទុកឲ្យតួស្រីរបស់យើងតែប៉ុណ្ណោះបន្ទាប់ពីដឹងការពិតហើយតួស្រីរបស់យើងនាងពិតជាឈឺចាប់លើអ្វីទាំងអស់នាងមិននឹកស្មានថាមនុស្សដូចជាម៉ាក់របស់នាងហ៊ានធ្វើបែបនេះសោះយ៉ាងណាមិញតួស្រីរបស់យើងនាងមិនព្រមឲ្យម៉ាក់របស់នាងបានសម្រេចនោះឡើយហើយនាងនឹងទាមទារអ្វីគ្រប់យ៉ាងដែលជារបស់នាងត្រឡប់មកវិញអីចឹងទៅក្រោយមកទៀតតួស្រីរបស់យើងនាងក៏បានមកកាន់កន្លែងធ្វើការរបស់នាងហើយនាងក៏បានបើកទូហ្គេមដើម្បីលេងផងដែរហើយមូលហេតុដែលតួស្រីរបស់យើងមកលេងហ្គេមទាំងកណ្ដាលយកក៏ព្រោះតែនាងមានគោលបំណងមួយហើយគោលបំណងនោះគឺនាងឮថាប៉ុន្មានថ្ងៃទៀតនៃក្រុមហ៊ុនរបស់ប៉ាស៊ីសែវគឺគាត់នឹងមានរៀបចំពិធីរំលឹកខួប40ឆ្នាំអីចឹងទៅដូច្នេះតួស្រីរបស់យើងនាងនឹងរកពិធីដើម្បីចូលរួមនៅក្នុងពិធីនោះឲ្យទាស់តែបានក្រោយពីគិតរួចហើយតួស្រីរបស់យើងនាងក៏បានកាន់កំភ្លើងហ្គេមដើម្បីបាញ់ហ្គេមតែម្ដងហើយការដែលនាងលេងនេះគឺនាងចង់ឲ្យបន្ទូរបស់នាងលើសជាមួយនឹងបន្ទូរបស់ស៊ីសែវចុងក្រោយលទ្ធផលតួស្រីរបស់យើងគឺពិតជាបានឈ្នះស៊ីសែវពិតមែនហើយលំដាប់បន្ទូរបស់នាងក៏បានឈរនៅតារាងលេខ1ផងដែរលុះស្អែកបន្ទាប់ស៊ីសែវគេក៏បានមកលេងហ្គេមរបស់គេនៅកន្លែងរបស់តួស្រីយើងប៉ុន្តែពេលនឹងដែរស៊ីសែវគេពិតជាខឹងយ៉ាងខ្លាំងដោយសារតែឃើញតួស្រីរបស់យើងនៅឈរតារាងលេខ1ដោយឃើញបែបនេះអាហ្វានគេក៏បាននិយាយលើកទឹកចិត្តទៅកាន់ស៊ីសែវដើម្បីឲ្យស៊ីសែវហ្នឹងព្យាយាមលេងបន្តទៀតអីអញ្ចឹងទៅណាពេលនឹងដែរតួស្រីរបស់យើងនាងក៏បានយកភេសជ្ជៈមួយមកឲ្យស៊ីសែវផឹកប៉ុន្តែស៊ីសែវគេមិនផឹកនោះឡើយហើយគេក៏បានដើរចេញតែម្ដងទៅលុះពេលចេញពីធ្វើការតួស្រីរបស់យើងនាងក៏បានបបួលមេឃមកញ៉ាំអីជាមួយគ្នាហើយនាងក៏បានប្រាប់រឿងរបស់ស៊ីសែវទៅកាន់មេឃផងដែរដោយនាងបាននិយាយថានាងហើយនឹងស៊ីសែវបានឆ្លោះគ្នាអីអញ្ចឹងទៅហើយនាងបានលុបគេចេញពីវិឆារបស់នាងអីអញ្ចឹងទៅណាពេលនេះស៊ីសែវគេមិននិយាយជាមួយនាងនោះឡើយហើយនាងចង់សុំយោបល់ពីមេឃថាតើត្រូវធ្វើដូចម្ដេចទៅឲ្យស៊ីសែវគេឈប់ខឹងអីអញ្ចឹងទៅមេឃស្ដាប់ហើយនាងក៏បាននឹកឃើញគំនិតមួយហើយនាងក៏បានប្រាប់គំនិតហ្នឹងទៅកាន់តួស្រីរបស់យើងផងដែរដល់យប់ឡើងតួស្រីរបស់យើងនាងក៏បានមកកាន់កន្លែងការងាររបស់នាងដោយធម្មតាគ្រានឹងដែរស៊ីសែវគេក៏បានចូលមកហើយតួស្រីរបស់យើងនាងក៏បានដើរទៅនិយាយជាមួយនឹងស៊ីសែវដោយនាងក៏បានប្រាប់គេថាថ្ងៃនេះនៅក្នុងហាងគឺមានការបញ្ចុះតម្លៃពិសេសបើសិនជាគេបញ្ចុះទឹកប្រាក់តាមរយៈការផ្សព្វផ្សាយនៅក្នុង WeChat នោះគេនឹងទទួលបានការបញ្ចុះតម្លៃអីអញ្ចឹងទៅណាក្រោយពីនិយាយរួចហើយតួស្រីរបស់យើងនាងក៏បានបង្ហាញ WeChat របស់នាងទៅកាន់ស៊ីសែវដើម្បីឲ្យស៊ីសែវហ្នឹងគេអេដមកនាងវិញអីអញ្ចឹងទៅប៉ុន្តែស៊ីសែវគេបែរជានិយាយថាខ្ញុំអត់មានខ្វះលុយលេងទេនិយាយរួចហើយស៊ីសែវគេក៏បានដើរចេញតែម្ដងទៅជាហេតុធ្វើឲ្យតួស្រីរបស់យើងនាងពិតជាសែតយ៉ាងខ្លាំងដល់ក្រោយមកទៀតតួស្រីរបស់យើងនាងក៏បានមកជួបជាមួយនឹងមេឃម្ដងទៀតហើយនាងក៏បានប្រាប់រឿងបរាជ័យទៅកាន់មេឃផងដែរមេឃស្ដាប់ហើយនាងក៏បាននឹកឃើញកំណត់ថ្មីមួយទៀតអីអញ្ចឹងទៅដោយលើកនេះនាងចង់ឲ្យតួស្រីរបស់យើងហ្នឹងពឹងពាក់ទៅលើអាហ្វាន់វិញព្រោះតែអាហ្វាន់គឺជាមិត្តភក្តិជិតស្និទ្ធរបស់ស៊ីសែវអីអញ្ចឹងទៅណាលុះព្រឹកបន្ទាប់តួស្រីរបស់យើងហើយនឹងមេឃពួកគេទាំងពីរនាក់ក៏បានទិញរបស់ញ៉ាំយកមកឲ្យអាហ្វាន់ហើយនឹងស៊ីសែវហើយក៏បានពឹងឲ្យអាហ្វាន់យករបស់ញ៉ាំហ្នឹងទៅឲ្យស៊ីសែវអីអញ្ចឹងទៅណាប៉ុន្តែស៊ីសែវគេមិនទទួលនោះឡើយហើយគេថែមទាំងបណ្ដេញតួស្រីរបស់យើងនឹងមេឃឲ្យចេញឆ្ងាយពីទីនឹងផងដែរបន្ទាប់មកទៀតអ្នកទាំងពីរក៏បាននាំគ្នាមកកាន់ហាងកាហ្វេវិញហើយមេឃនាងក៏បាននឹកឃើញកំណត់ថ្មីមួយទៀតឲ្យតួស្រីរបស់យើងអីអញ្ចឹងទៅណាដោយកំណត់មួយហ្នឹងគឺនាងចង់ឲ្យតួស្រីរបស់យើងហ្នឹងធ្វើខ្លួនគួរឲ្យអាណិតក្រែងស៊ីសែវគេអាចនឹងអាណិតនាងហើយនិយាយជាមួយនាងវិញអីអញ្ចឹងទៅលុះដល់យប់ឡើងតួស្រីរបស់យើងហ្នឹងនាងក៏បានមកកាន់ហាងធ្វើការរបស់នាងដោយធម្មតាប៉ុន្តែនៅយប់នេះតួស្រីរបស់យើងនាងក៏បានថែមមកហើយមើលទៅសភាពរបស់នាងគឺកំពុងតែងងុយគេងយ៉ាងខ្លាំងចំណែកឯស៊ីសែវវិញគេមិនខ្វល់ពីតួស្រីរបស់យើងនោះឡើយទោះបីជាអាហ្វាន់ប្រាប់ថាតួស្រីរបស់យើងធ្វើការថែមម៉ោងក៏ដោយក៏ស៊ីសែវគេនៅតែមិនខ្វល់ហើយគេក៏ដើរចេញតែម្ដងតែចំណែកឯតួស្រីរបស់យើងឯនេះវិញនាងពិតជាអស់សង្ឃឹមយ៉ាងខ្លាំងហើយនាងមិនដឹងថាប្រើវិធីអ្វីដើម្បីឲ្យស៊ីសែវនិយាយជាមួយនាងនោះទេសាច់រឿងក៏បានកាត់ទៅព្រឹកស្អែកថ្មីជាបន្តទៀតនៅព្រឹកនេះតួស្រីរបស់យើងនាងក៏បានមកកេងលេងជាមួយនឹងលោកយាយពេលនឹងដែរជាងយានគេក៏បានចូលមកហើយគេក៏បានសួរសុខទុក្ខទៅកាន់លោកយាយអីអញ្ចឹងទៅក្រោយមកទៀតតួស្រីរបស់យើងហើយនឹងជាងយានពួកគេទាំងពីរនាក់ក៏បានចេញមកនិយាយគ្នានៅខាងក្រៅហើយជាងយានគេក៏បានប្រកល់ឯកសារទាក់ទងនឹងការសិក្សាទៅឲ្យតួស្រីរបស់យើងផងដែរឆ្លៀតពេលនឹងតួស្រីរបស់យើងក៏បានសួរជាងយានពីថ្ងៃខួបកំណើតរបស់គេថាតើជាងយានហ្នឹងគេមានកម្រងការធ្វើអ្វីខ្លះប៉ុន្តែជាងយានគេក៏បានប្រាប់ថាធម្មតាទៅគឺបានហើយមិនចាំបាច់ធ្វើអ្វីច្រើននោះទេគឺធ្វើដូចរាល់ឆ្នាំទៅគឺបានហើយតួស្រីស្ដាប់ហើយនាងក៏បានយល់ព្រមចាំដល់ថ្ងៃនោះហើយនាងនឹងធ្វើខួបកំណើតឲ្យគេអីអញ្ចឹងទៅកាត់ទៅមើលខាងស៊ីសែវឯនោះវិញណានៅល្ងាចនេះស៊ីសែវគេក៏បានមកលេងហ្គេមទៀតហើយតែពេលនឹងដែរស៊ីសែវគេចាប់អារម្មណ៍ថាដូចជាអត់ឃើញតួស្រីរបស់យើងនឹងមកកន្លែងធ្វើការសោះហើយគេក៏បានងាករកនាងពេញនឹងអីអញ្ចឹងទៅគ្រានឹងដែរក៏មានអ្នកណាម្នាក់បានប្រាប់ស៊ីសែវថាតួស្រីរបស់យើងនឹងគឺមិនមកនោះទេគ្រាន់តែលឺអញ្ចឹងភ្លាមស៊ីសែវគេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណែកខាងតួស្រីរបស់យើងឯនេះវិញណានាងកំពុងតែមកមើលការប្រគំតន្ត្រីជាមួយនឹងមេងហើយនាងក៏បាននិយាយគ្នាជាមួយមេងតាក់ទងនឹងរឿងរបស់ស៊ីសែវផងដែរដោយនាងបានគិតថាមើលទៅស៊ីសែវគេដូចជាខឹងនឹងនាងខ្លាំង
ងណាហើយនាងមិនដឹងថាពេលណាទៅស៊ីសៀវគេឈប់ខឹងអីអញ្ចឹងទៅណាយ៉ាងណាមេងនាងក៏បានប្រាប់កុំឲ្យតួស្រីរបស់យើងនឹងបារម្ភអីព្រោះអីនាងគិតថាស៊ីសៀវគេមិនបានខឹងនោះទេគ្រាន់តែគេលេងចរិតជាប្រុសស្អាតអីអញ្ចឹងទៅពេលនឹងដែរខាងស៊ីសៀវគេក៏បានយកលេខអាហ្វានខលទៅតួស្រីរបស់យើងចំណែកខាងតួស្រីរបស់យើងវិញនាងក៏បានលើកដូចគ្នាចំពេលនឹងដែរខាងប្រគំតន្ត្រីក៏បានដាក់ក្បាលមីក្រូចំទូរស័ព្ទរបស់តួស្រីយើងហើយក៏បានលើសំឡេងរបស់ស៊ីសៀវហៅតួស្រីរបស់យើងអីអញ្ចឹងទៅគ្រាន់តែលើអញ្ចឹងភ្លាមមនុស្សគ្រប់គ្នាក៏បានស្រែកហូពេញហ្នឹងរីឯមេងវិញនាងក៏មានការភ្ញាក់ផ្អើលផងដែរហើយនាងក៏បានប្រាប់តួស្រីរបស់យើងថាឯងឃើញអត់ខ្ញុំបានប្រាប់ហើយថាស៊ីសៀវគេមិនខឹងយូរនោះទេនៅពេលលើបែបនេះតួស្រីរបស់យើងនាងពិតជាសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់មកទៀតតួស្រីរបស់យើងនាងក៏បានត្រឡប់មកកន្លែងធ្វើការវិញហើយពេលនឹងដែរបុគ្គលិកជាមួយគ្នាគេក៏បានសួរទៅកាន់តួស្រីរបស់យើងថាមិនបានជាយប់ស្មាននេះហើយនាងមកទីនេះអញ្ចឹងតែតួស្រីក៏បានឆ្លើយថានាងដែរឆ្លងកាត់អីអញ្ចឹងទៅជាមួយគ្នានឹងដែរខាងស៊ីសៀវគេក៏បាននៅម្ដុំនឹងដូចគ្នាហើយគេក៏បានសួរទៅកាន់តួស្រីរបស់យើងថាតើនាងកំពុងទៅរកខ្ញុំមែនទេគ្រាន់តែឃើញស៊ីសៀវភ្លាមតួស្រីរបស់យើងនាងក៏បានដើរមកនិយាយជាមួយគេហើយនាងក៏បាននិយាយរឿងការពីថ្ងៃមុនទៅកាន់គេអីអញ្ចឹងទៅការពិតទៅនាងអត់មានចេតនាលុបគេចេញពីវីឆាតនោះឡើយស៊ីសៀវស្ដាប់ហើយគេក៏បានសុំទោសទៅកាន់តួស្រីរបស់យើងដូចគ្នាក៏ព្រោះនៅថ្ងៃនោះគេបានស្រែកឲ្យនាងអីអញ្ចឹងទៅតែគេមិននឹកស្មានថាតួស្រីរបស់យើងហ្នឹងបាច់ជាលុបគេចេញពីវីឆាតសោះណាមួយទៀតគេគិតថាទំនាក់ទំនងរបស់គេហើយនឹងនាងគឺមិនសមឲ្យនាងលុបគេនោះឡើយនៅពេលលើបែបនេះតួស្រីក៏បានសួរទៅកាន់ស៊ីសៀវវិញថាតើរាល់ថ្ងៃនេះទំនាក់ទំនងរបស់ពួកយើងទាំងពីរគឺជាអ្វីទៅស៊ីសៀវគេក៏បានឆ្លើយថាជាគ្រូហើយនឹងសិស្សអីអញ្ចឹងទៅណាតួស្រីស្ដាប់ហើយនាងពិតជាអស់សំណើចយ៉ាងខ្លាំងហើយស៊ីសៀវគេក៏បានប្រាប់ឲ្យតួស្រីរបស់យើងហ្នឹងគឺអេតមកវីឆាតរបស់គេវិញអីអញ្ចឹងទៅបន្ទាប់ពីត្រូវរើគ្នាហើយនោះពួកគេទាំងពីរនាក់ហ្នឹងក៏បាននាំគ្នាមកលេងហ្គេមជាមួយគ្នាហើយក៏បានធ្វើការប្រកួតគ្នាមកជុំផងដែរក្រោយមកទៀតយើងក៏បានឃើញថាលទ្ធផលអ្នកឈ្នះហើយគឺជាស៊ីសៀវនឹងឯងតែតួស្រីរបស់យើងនាងក៏បានប្រាប់ទៅកាន់ស៊ីសៀវថាបើនាងមិនបន្ធូរដៃទេនោះក៏ស៊ីសៀវគេមិនឈ្នះនោះដែរអញ្ចឹងតើស៊ីសៀវគេមិនចង់អរគុណមកកាន់នាងទេអីស៊ីសៀវស្ដាប់ហើយគេក៏បានសួរវិញថាអរគុណក៏បានដែរតើនាងចង់ឲ្យខ្ញុំអរគុណនាងរបៀបម៉េចទៅតួស្រីនាងក៏បានប្រាប់ថាខ្ញុំឮថាប៉ុន្មានថ្ងៃទៀតនេះគឺក្រុមហ៊ុនប៉ារបស់លោកនៅមានកម្មវិធីជប់លៀងមួយហើយខ្ញុំឮថាខាងក្រុមហ៊ុនគឺបានជួលក្រុមតន្ត្រីដែលខ្ញុំចូលចិត្តអញ្ចឹងតើលោកអាចនាំខ្ញុំទៅក្នុងកម្មវិធីនឹងបានអត់គ្រាន់តែលឺអញ្ចឹងភ្លាមស៊ីសៀវគេក៏បានសើចហើយគេក៏បាននិយាយថាគ្រាន់តែរឿងប៉ុណ្ណឹងសោះហ្នឹងនាងកុំបារម្ភអីចាំដល់ថ្ងៃនោះខ្ញុំនឹងនាំនាងចូលចាស់តែនិយាយអញ្ចឹងនាងមានខោអាវស្លៀកនៅតែតួស្រីនាងក៏បានប្រាប់ថាអត់មានទេហើយខ្ញុំក៏មិនដឹងពាក់អីដែរនៅពេលឮបែបនេះណាស៊ីសៀវគេក៏បានប្រាប់ថាមិនអីទេអញ្ចឹងនាងស្លៀកពាក់បែបម៉េចក៏បានដែរតួស្រីស្ដាប់ហើយនាងក៏មិនតបអីនោះទេតែនាងក៏បានសុំទោសស៊ីសៀវនៅក្នុងចិត្តអីអញ្ចឹងទៅក៏ព្រោះតែតួស្រីរបស់យើងនាងកំពុងតែប្រើប្រាស់ស៊ីសៀវសាច់រឿងក៏បានកាត់ទៅស្អែកថ្មីជាបន្តទៀតយើងងាកទៅមើលខាងជាងយានវិញម្ដងថ្ងៃនេះគឺជាថ្ងៃកំណើតរបស់ជាងយានហើយពេលនេះជាងយានគេក៏កំពុងតែញ៉ាំអាហារជាមួយនឹងម៉ាក់របស់គេហើយម៉ាក់របស់ជាងយានគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញជាងយានបានប្រឡងចូលមហាវិទ្យាល័យអីអញ្ចឹងទៅពេលនឹងដែរម៉ាក់របស់ជាងយានគាត់ក៏បានសួរទៅកាន់ជាងយានថាតើល្ងាចនេះជាងយានគេបានណាត់ប៉ារបស់គេទៅញ៉ាំអាហារដែរអត់ទើបជាងយានគេក៏បានប្រាប់ថាណាត់រួចហើយនៅពេលឮបែបនេះគាត់ក៏បានប្រាប់ទៅកាន់ជាងយានថានៅពេលដែលគេបានជួបប៉ារបស់គេគឺគេមិនត្រូវទន់ខ្សោយជាដាច់ខាតគេត្រូវតែឲ្យប៉ារបស់គេដឹងថាគេគឺជាកូនប្រុសម្នាក់ដែលរឹងមាំអីអញ្ចឹងទៅលុះរសៀលបន្តិចជាងយានគេក៏បានមកញ៉ាំអាហារជាមួយនឹងប៉ារបស់គេនៅក្នុងហាងមួយតាមពិតទៅប៉ារបស់ជាងយានគឺជាប៉ារបស់ស៊ីសៀវនឹងឯងអញ្ចឹងតើបានជាស៊ីសៀវគេមិនចូលចិត្តជាងយានបែបនេះចំណែកឯលោកលូវិញគាត់ក៏បានជូនអំណោយខ្លះទៅកាន់ជាងយានហើយគាត់ក៏បានប្រាប់ជាងយានថាបើសិនជាគេខ្វះខាតអីគឺឲ្យគេនឹងរាយការណ៍មកកាន់គាត់អីអញ្ចឹងទៅណាប៉ុន្តែជាងយានគេមិនទទួលនោះឡើយហើយគេក៏បានប្រាប់ទៅកាន់គាត់ថាខ្ញុំអរគុណហើយដែលប៉ាបានបំពេញតួនាទីជាប៉ារបស់ខ្ញុំប៉ុន្តែពេលនេះខ្ញុំធំហើយខ្ញុំនឹងម៉ាក់ក៏មិនត្រូវការជំនួយរបស់ប៉ានោះដែរយ៉ាងណាមិញលោកលូគាត់ក៏បាននិយាយទៅកាន់ជាងយានវិញថាឯងគឺជាកូនប្រុសរបស់ខ្ញុំអញ្ចឹងក្នុងនាមខ្ញុំគឺជាឪពុកខ្ញុំត្រូវតែមានទំនួលខុសត្រូវចំពោះឯងអញ្ចឹងហើយថ្ងៃនេះគឺជាថ្ងៃកំណើតរបស់ឯងអញ្ចឹងឯងត្រូវមើលលើអាកប្បកិរិយារបស់ឯងឲ្យបានសមរម្យផងក្រោយពីនិយាយរួចហើយលោកលូគាត់ក៏បានចាក់ចេញតែម្ដងទៅហើយគាត់ក៏បានឲ្យជំនួយការរបស់គាត់ហ្នឹងគឺជូនជាងយានត្រឡប់ទៅវិញផងដែរក្រោយមកទៀតជំនួយការលោកលូគាត់ក៏បាននាំជាងយានត្រឡប់មកវិញពេលហ្នឹងដែរជាងយានគេក៏បានងាកទៅឃើញស៊ីសៀវកំពុងតែជិះម៉ូតូទៅណាក៏មិនដឹងជាមួយគ្នានឹងដែរតួស្រីរបស់យើងក៏បានដើរមកឃើញជាងយានតែជាងយានគេក៏បានប្រាប់ថាគេទៅតែមកពីញ៉ាំអាហារជាមួយនឹងប៉ារបស់គេអីអញ្ចឹងទៅណាតួស្រីស្ដាប់ហើយនាងក៏មិនឆ្ងល់អីនោះដែរតែនាងមិនបានដឹងថាប៉ារបស់ជាងយានគឺជាប៉ារបស់ស៊ីសៀវនោះទេកាត់ទៅមើលខាងស៊ីសៀវឯនោះវិញគេក៏បានមកកាន់ហាងខោអាវមួយដើម្បី
រើសកៅអៅឲ្យតួស្រីរបស់យើងអីអញ្ចឹងទៅប៉ុន្តែពេលនឹងដែរស៊ីស្រាវគេមិនដឹងថារើសបែបណាឲ្យតួស្រីរបស់យើងនោះទេហើយគេក៏បានហៅបុគ្គលិកឲ្យមកជួយរើសគេអីអញ្ចឹងទៅរីឯខាងតួស្រីរបស់យើងហើយនឹងជាងយានឯនេះវិញពេលនេះតួស្រីរបស់យើងណានាងក៏បានយកនំខេកមកឲ្យជាងយានហើយពួកគេទាំងពីរនេះតែងតែធ្វើបែបនេះជារៀងរាល់ឆ្នាំអីអញ្ចឹងទៅក្រោយមកទៀតជាងយានគេក៏បានធ្វើការបួងសួងផងដែរហើយគេក៏បានបួងសួងសុំឲ្យលោកយាយមានសុខភាពល្អអីអញ្ចឹងទៅក្រោយពីបួងសួងរួចហើយជាងយានណាគេក៏បានប្រកល់សម្បត្តិពីសัญลักษณ์ឲ្យតួស្រីរបស់យើងដោយគេក៏បានប្រាប់ថានៅថ្ងៃអង្គារនេះគឺនឹងមានការតាំងពិព័រណ៍អីអញ្ចឹងទៅណាអញ្ចឹងគេចង់ឲ្យតួស្រីរបស់យើងហ្នឹងទៅមើលជាមួយគេអីអញ្ចឹងទៅតួស្រីស្ដាប់ហើយនាងក៏បាននឹកឃើញថានៅថ្ងៃអង្គារហ្នឹងគឺនាងនឹងចូលរួមកម្មវិធីជាមួយនឹងស៊ីស្រាវដូច្នេះនាងក៏បានឲ្យជាងយានទុកសម្បត្តិនឹងសិនទៅចាំដល់ថ្ងៃចាំនាងនឹងទៅមើលជាមួយគេអីអញ្ចឹងទៅណាជាងយានស្ដាប់ហើយគេក៏បានយល់ព្រមហើយគេក៏បានប្រាប់ឲ្យតួស្រីរបស់យើងហ្នឹងធ្វើការបួងសួងដែរទៅនៅពេលលើបែបនេះតួស្រីនាងក៏បានបួងសួងផងដែរហើយការបួងសួងរបស់នាងគឺធម្មតាតែប៉ុណ្ណោះហើយអ្វីដែលនាងចង់បានហ្នឹងគឺនាងចង់ឲ្យខ្លួនរបស់នាងជួបតែសំណាងល្អអីអញ្ចឹងទៅក្រោយមកសាច់រឿងរបស់យើងភាគទី6វាក៏បានឆ្លះនៅត្រឹមនេះអញ្ចឹងកុំភ្លេចរងចាំទស្សនាជាមួយនឹង admin នៅភាគទី7ជាបន្តទៀតណាអរគុណច្រើនសូមជម្រាបលាបាយបាយ